ខ្ទឹមយូរហឺយើងដុតឲ្យវាឃើញដូចរបៀបហ្នឹងហើយចាំយើងធ្វើអាខ្មៅវាចេញយកអាខ្មៅវាចេញពេលដាំដំបូងហ្នឹងត្រូវតែឲ្យវាពុះខ្លាំងអញ្ចឹងដើម្បីឲ្យវាចេញនេះវាពុះវាខ្មៅឲ្យវាចេញឈាមពីឆ្អឹងពីអីអស់ឲ្យវាខ្លាំងអញ្ចឹងបានវាមកស្ទុះធំរហូតដល់ទឹករៀងថ្លាចាំបន្ថយបន្តិចទៀតវិញអត់ទេនេះឆ្អឹងឡើងសនឹងយកឆ្អឹងអញ្ចឹងបានយើងធ្វើទឹកស៊ុបវាឆ្ងាញ់មិនចេះយកឆ្អឹងកងយកអីមកធ្វើអត់ឆ្ងាញ់ទេសូឥឡូវដល់ពពុះវាអស់ខ្មៅហើយនៅតិចទេអត់ច្រើនទេចូលដល់ប៉ុណ្ណឹងយើងអាចថយភ្លើងម្មប៉ុណ្ណឹងហើយយើងអាចដាក់គ្រឿងគ្រូចូលដាក់បែកគក់ចូលដាក់គ្រឿងចូលដាក់នេះចូលដាក់អានេះចូលហើយនឹងដាក់ឲ្យវាពុះឡើងខ្លាំងតិចទៀតឥឡូវនេះទឹកស៊ុបវាប្រែពណ៌ហើយយើងក៏ចាប់ផ្ដើមដាក់ការ៉ុតចូលតិចទៅដាក់ការ៉ុតវាចូលហើយប្រហែលជាកន្លះម៉ោងនេះទៀតយើងអាចនឹងញ៉ាំបានអូខេយើងប្រើភ្លើងយើងដាក់បន្លែចូលហើយអស់ហ្នឹងចុងបញ្ចប់ហ្នឹង keep នៅប្រហែលជា5 more minutes it's done